Ok, sẽ bong bồn này ngày năng nhóm miền ấy nhóm up để stock đại nhóm miền tí nè ấy nơi sau là phần đi thế nè bà này nơi sau phầnนี้dân anh đi đại vá alpha ní phò hiu ấy tại là giờ mà phò đi đấy bà này là review anh đang tập bóng game mà bà xem là alpha ní dương miền bọc mà set vậy tới đông đi ai ta mặt tắc men bàn tay đôi mày đông đi ai đông phần nhom lên to đó bà tới lụa bom thở gõ lụa này miền ai bàn tên nia bà bàn tên nia bàn tay đôi chỉ khu tên nia đừng bọc khô vậy đừng taro tên nia nè đi tay trong vẻ trẻ vẻ bóng vốn chơi ấy viên nơi tầng on này này sẽ mẹ ta alpha alpha SVTW 1000XXL បាទហើយស្ដាំណាស្ដាំប្រភេទ spool SV spool បងប្អូនលេងនុយស្រាលៗណាទម្ងន់វា175ក្រាមសម្រាប់អ្នកចូលចិត្តលេងនុយស្រាលៗគឺខ្ញុំរីកខមមិនអានេះណាអត់មាន DC ទេប៉ុន្តែបងប្អូនចូលចិត្តលេង DC អត់ត្រូវទេប៉ុន្តែបងប្អូនលក្ខណៈថាអត់ចូលចិត្ត DC ហើយចូលចិត្តលេងនុយស្រាលៗនេះខ្ញុំរីកខមមិនឲ្យដុំនេះនៅស្អាតផ្សេងហ្នឹងបងប្អូនណាដូចថ្មីចឹងនេះហើយខ្ញុំលេងខ្ញុំថែទាំងប្រេងខ្លាញ់ហ្នឹងបាទអានេះអី alpha ណាបាទដូចថ្មីប្រអប់ចឹងនេះទុកខាងកែវចុះចាប់អារម្មណ៍ឆានមកអានេះអី100ជាងណាបាទ100ជាងហើយតម្លៃខ្ញុំដាក់នៅក្នុងអី Telegram នេះ spec ហ្នឹងរវល់ជុំ7រវល់ជុំកដាលហើយទម្ងន់175កម្លាំងទុក4គីឡូកន្លះរវល់មកជុំបាន71សង់ទីម៉ែត្រហើយបដាំ7គ្រាប់ស្រាលស៊ូលេងណាលេងថៃហើយតូចមកណាបាទអានេះហើយ SLX EC XT អានេះក៏ធ្លាប់ធ្វើវីដេអូដែរបាទតែអត់តន់មានអ្នកប៉ែតតៃមានអ្នកសួរដែរប៉ុន្តែខ្ញុំអត់ចោះដោយសារអីដុំនឹងវាថ្មីពេកវាថ្មី99នេះតែងទៅបាទមើលស្ពេចសិនណា 7.4 រួចចុងកដាលហើយប្រាំងវិញ5គីឡូកន្លះទម្ងន់195បដាង8គ្រាប់7បូក1ហ្នឹងហើយរវល់មកជុំបាន77សង់ទីម៉ែត្រអានេះ IDC ចំនួនទី5 IDC 5បាទដុំដូចនិយាយចឹងដុំមានទាំងអស់មានសបុតកណាតមានអីទាំងអស់មួយសេតណាហើយបងប្អូនទិញអានេះទៅវាដូចបានរបស់ថ្មីហ្នឹងនិយាយទៅចំណេញណានេះអត់ឈោតអត់ស្នាមទេខ្ញុំធានាឲ្យមកទឹកមែនមកពីនេះអត់មានឈោតមានស្នាមទេណាអត់មានឈោតមានស្នាមទេហើយដុំហាប់ណែន smooth IDC ចំនួនទី5 IDC 5បវលចាក់លឿ IDC 5បាទបវលចាក់លឿហើយមើលជក់spool ដល់ក៏វា smooth ពេកទៅIDC 5ណាមើលខាងក្នុងតិចបាទរបៀបដោះយើងបើកមក open មកកាច់នេះទៅមុខនេះបន្ទប់ DC ខ្ញុំផ្សេងហ្នឹងហើយវាមាន3 mode ទៀតមានអក្សរ P អក្សរ N អក្សរ F អញ្ចឹងយើងលេងអានេះខ្ញុំកាច់នេះមកពីនោះអត់បានកាច់ចូលខ្សែអក្សរ P បើយើងលេងខ្សែត្រេះយើងដាក់អក្សរ P មកព្រោះ P ហ្នឹងគឺ PE ហ្នឹងឯងណាអញ្ចឹងចូលមកអក្សរ P បាទហើយ DC ខ្ញុំធានាឲ្យព្រោះប្រភេទដុំនេះវាថាខូច DC គឺគប់អត់កើទេបងប្អូនណាគប់ជាពាក់អញ្ចឹងបើខូចគឺស្រួលទេអត់បបាយដូរថ្មីឲ្យវិញឬក៏អត់មានដុំហ្នឹងហើយបាញ់លុយឲ្យវិញបាទអូខេហើយប្រភេទ SLX ហើយនឹងអី Scorpion ណាអាពួកនេះមានប្រអប់ទេប៉ុន្តែដុំអីតាគឺខ្ចីញ៉ាញ់អានេះដៃឆ្វេង 7.4 ដូចគ្នាមកលើនឹងអត់មានរវល់ជុំ HG ទេមានតែ HG ស្ងាត់ដូចគ្នាបងប្អូនណានេះ Scorpion នេះប្រាំង5គីឡូកន្លះដូចគ្នាគាត់ថាឯ Scorpion វាបាន spool MGL ចំនួនទី1ណាអត់បានចំនួនទី3ដូចឯនេះទេ XT ទេបាទប៉ុន្តែអាចឆ្វេងនេះគឺស្អាតអត់មានឆ្កូតមានស្នាមទេ smooth សម្រាប់អ្នកលេងចូលចិត្តឆ្វេងណាឆាតមកឆ្វេងនេះខ្ចីញ៉ាញ់ផ្លុំអត់ចេញខ្យល់ទេ
ហើយ DC តនេះដូចគ្នាមួយ smooth ដុំណាអត់មានប្រអប់ប៉ុន្តែយើងមានស្រោមនេះឲ្យវិញណានេះមានស្រោមវាហើយអានេះក៏ Scorpion ដែរប៉ុន្តែស្ដាំហើយអានេះពិសេសជាងគេមិនពិសេសជាងគេត្រង់ថាស្អាតបាទវាស្អាតហើយវាមាន track sound មកទៀតណា track sound ល្អទៀតសលេងបងប្អូនណាបាទហេzoom ទីឲ្យលឿនខ្លាំងអានេះមាន track sound មកស្រាប់ហ្មងហេនិយាយទៅតឡើងមកពីនោះស្រាប់ស្ដាំណាស្ដាំអត់មានប្រអប់ទេប៉ុន្តែតាគឺស្អាតហើយមាន track sound ទៀតបងប្អូនទិញអានេះទៅអ្នកឲ្យចូលចិត្ត upgrade track sound ណាអានេះគឺត្រូវមកហ៎ track sound ណាល្អទៀតសំឡេងស្រួយខ្ញោកបាទអត់តមានម្ចាស់ទេណាអញ្ចឹងសម្រាប់បងប្អូនចាប់អារម្មណ៍ណាមកឆាតមកតម្លៃនិយាយគ្នាបានបាទអានេះគេកក់ហើយអានេះអត់ចង់បើកទេហើយដោយសារគេកក់ហើយបាទ Antares DC MD HG នេះតែគេកក់ហើយបងប្អូនអើយនេះតែមិនបាច់បើកទេគេកក់ហើយនាំតាបបាយចាំផុតកណត់បើគេអត់ទូទាត់លុយមិនបាននឹងកាត់កក់ចាញ់ហើយដាក់ផុសលក់បន្តប៉ុន្តែចង់បញ្ជាក់ថានៅក្នុង stock ឥឡូវមានតែប៉ុណ្្នឹងទេណាអញ្ចឹងមានអី SLX អី Daiwa Scorpion 2គ្រាប់មានឆ្វេងមួយស្ដាំមួយហើយមួយមាន track sound មួយអត់ទេបាទតែពីនេះគឺអត់ប្រអប់មែនប៉ុន្តែតានិយាយទៅប្រអប់អត់បានជួយអត្ថប្រយោជន៍អីទេបងប្អូនណាប្រអប់វាអត់មានជួយអីទេគឺសំខាន់ដុំសំខាន់អីតាខាងក្នុងខាងក្រៅអត់ប្រអប់យើងថែមអាស្រោមនេះឲ្យណាចឹងបងប្អូនចាប់អារម្មណ៍ឆាតមកហើយ stock នៅប៉ុណ្្នឹងទេណាចឹងអាប់ដេតថ្ងៃនេះថ្ងៃទី20មិនដឹង19 20ខ្ញុំអត់ច្បាស់ហ៎អញ្ចឹង stock សម្រាប់ថ្ងៃហ្នឹងណាអរគុណច្រើន